បាទជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះជាថ្ងៃអាទិត្យអញ្ចឹងបងប្អូនជាច្រើនប្រហែលជាបានសម្រាកពីការងារចំណែកឯបងប្អូនរស់នៅតាមស្រុកស្រែចម្ការគឺប្រហែលជាមិនបានសម្រាកទេសម្រាប់ពេលសៅរ៍អាទិត្យនេះគឺជាពេលវេលាល្អសម្រាប់បងប្អូនដែលរស់នៅស្រុកស្រែចម្ការវិញដោយសារតែពេលសៅរ៍អាទិត្យឡើងគាត់នឹងឆ្លៀតទៅមើលថែគោទៅធ្វើស្រែចម្ការបន្ថែមនៅពេលដែលថ្ងៃសម្រាកអញ្ចឹងណាបងប្អូនខុសពីជីវិតដែលគេរស់នៅទីក្រុងពេលដែលថ្ងៃសៅរ៍អាទិត្យអញ្ចឹងគេត្រូវសម្រាកគេដើរលេងលំហែចំណែកឯយើងអ្នកស្រែចម្ការវិញសៅរ៍អាទិត្យឡើងគឺយើងត្រូវការមកយកពេលវេលា2ថ្ងៃហ្នឹងមកមើលថែដំណាំចម្ការឬក៏សត្វចិញ្ចឹមរបស់យើងអញ្ចឹងទៅចាក់ស្ដែងដូចជាគោអញ្ចឹងទៅបងប្អូនថ្ងៃអាទិត្យនេះជាថ្ងៃសៅរ៍អាទិត្យនេះជាពេលវេលាល្អហើយអាចមើលថែគាត់បន្ថែមយកគាត់ទៅវាលស៊ីស្មៅស៊ីអញ្ចឹងទៅដើម្បីអីគឺដើម្បីតែប្រាក់ចំណូលបន្ថែមតែប៉ុណ្្នឹងបងប្អូនបាទហើយថ្ងៃនេះគឺជាថ្ងៃអាទិត្យផងដែរអញ្ចឹងជាថ្ងៃល្អសម្រាប់យើងហើយថ្ងៃនេះក៏មានគេមកមើលគោមួយដែរបងប្អូននេះពូគាត់កំពុងតែថតគោពូគាត់នៅខាងព្រៃវែងអញ្ចឹងគាត់មកមើលមីអោបកូនចំណហ្នឹងណាបងប្អូនថ្ងៃអាទិត្យហើយឥឡូវគាត់មើលហើយក៏ត្រូវដែរបងប្អូនត្រូវហើយអញ្ចឹងសម្រាប់យើងគឺដូចខ្ញុំបញ្ជាក់ខាងលើហ្នឹងសៅរ៍អាទិត្យគឺជារឿងសំខាន់សម្រាប់យើងសម្រាប់ថ្ងៃអាទិត្យអ្នកស្រែអ្នកចម្ការហើយក៏ចង់និយាយមួយដែរបងប្អូនសំណូមពរទៅបងប្អូនអ្នកមានគោលក់មួយចំនួនណាបងប្អូនពេលដែលគាត់ដាក់តម្លៃគោលក់សូមគាត់មើលទៅតាមទីផ្សារដែរណាបងប្អូនទៅពេលមានគោខ្លះទៅគាត់តម្លៃទីផ្សាររៀងនឹងឬក៏រៀងធ្លាក់មកកម្រិតតែគាត់ដាក់លក់ខ្ពស់ដល់កាលណាដាក់លក់ខ្ពស់គឺលក់អត់ចេញទេបងប្អូនអញ្ចឹងណាភាសាយើងដាក់តម្លៃដាក់លក់គោក៏យើងមើលទៅតាមទីផ្សារដែរបងប្អូនពេលដែលណាឡើងពេលណាធ្លាក់ចុះអញ្ចឹងណាតែបើសិនជាពេលដែលវាគោត្រឹងហើយវាមានតម្លៃនឹងហើយធ្លាក់ចុះហើយបងប្អូនដាក់តម្លៃខ្ពស់ពេកអញ្ចឹងលក់អត់ចេញទេបងប្អូនអញ្ចឹងណាបងប្អូនគាត់តែសុំសំណូមពរប៉ុណ្ណឹងអញ្ចឹងបងប្អូនដែលមានគោលក់ក៏ត្រូវតែមើលទៅតាមទីផ្សារដែរបងប្អូនទទួលស្គាល់ថាមានរបស់លក់តែងតែទាចង់បានថ្លៃក៏ប៉ុន្តែទីផ្សារវាអត់ហក់ដល់ប៉ុណ្ណឹងអញ្ចឹងយើងលក់អត់ចាញ់ទេបងប្អូនហ្នឹងហើយគាត់តែមានរឿងចង់បញ្ចោប៉ុណ្ណឹងបងប្អូនព្រោះថាកន្លងមកបងប្អូនដែលឲ្យខ្ញុំជួយលក់គោហ្នឹងគឺគាត់ដាក់ខ្ពស់ពេកដល់កណ្ណាដាក់ខ្ពស់ពេកពិបាកក្នុងការរកភ្ញៀវជូនគាត់ណា